តែចុករយក៏អត់ស្រួលអត់ស្លាស់ហើយអាសាកាច់កទៀតចឹងឯនេះដែរខ្ញុំមាន3ចំណុចសម្រាប់បងប្អូនគ្រប់គ្នាដោយមានជាប្រភេទប្រេងកាឡាបែបនេះទី1បងប្អូនព្យាយាមរត់នៅកន្លែងនេះបងប្អូននេះកន្លែងនេះនៅតែកន្លែងនេះបងប្អូនអូចេះបងប្អូនអូឲ្យបាន5ទៅ7ដងឲ្យខ្លាំងមកបងប្អូនបានស្រឡះហើយអញ្ចឹងទៅធ្វើផ្នែកខាងស្ដាំដូចគ្នាដែរចំណុចទី2បងប្អូនយើងប្រើដៃទាំងពីរស្រួលខ្លួនមែនតើបងប្អូនអញ្ចឹងខ្ញុំសល់មួយចំណុចទៀតគឺចំណុចទី3តោះបងប្អូនចុចដូចខ្ញុំហើយយើងងាកខាងឆ្វេងងាកស្ដាប់បងប្អូនចុចឲ្យជាប់ឲ្យបវរបែបហ្នឹងណាបន្ទាប់ពីធ្វើហើយក៏មានអារម្មណ៍ថាស្រួលខ្លួនមែនទែនអញ្ចឹងពី3ចំណុចនេះបងប្អូនអាចធ្វើបានគ្រប់ទីកន្លែងបន្ទាប់ពីធ្វើហើយគឺស្រួលខ្លួនមែនទែន